នាយករដ្ឋមន្ត្រីថៃប្រកាសសំទោសប្រជាជនថៃចំពោះការលេចធ្លាយคลิปសម្លេងនៅព្រឹកថ្ងៃប្រហ័សនេះផែថងឋានស៊ីនវត្រានាយករដ្ឋមន្ត្រីថៃបានប្រកាសថាលោកស្រីមិនបានលាលែងពីតំណែងនិងសំទោសប្រជាជនថៃចំពោះការលេចធ្លាយคลิปសម្លេងដោយហៅថាជាការគំរាមកំហែងដល់សន្តិសុខជាតិកាសែតកៅសុតបានផ្សាយដោយដកស្រង់សម្ដីលោកស្រីនិយាយថាខ្ញុំសូមទោសបងប្អូនជនរួមជាតិថៃទាំងអស់តាក់ទងនឹងคลิปសម្លេងនៃការសន្ទនារបស់ខ្ញុំជាមួយថ្នាក់ដឹកនាំកម្ពុជាខ្ញុំមិនដឹងថានឹងត្រូវបានថតនិងផ្សព្វផ្សាយបែបនេះទេឥឡូវនេះយើងបានបញ្ជាក់រឿងនេះជាមួយកងកម្លាំងប្រដាប់អាវុធហើយនេះជាពេលដែលយើងត្រូវសហការនិងបង្រួបបង្រួមកម្លាំងរបស់យើងគ្រប់ភាគីបានសន្និដ្ឋានថានេះជាការគំរាមកំហែងដល់សន្តិសុខជាតិនេះមិនមែនជាការគំរាមកំហែងតូចតាចទេថ្ងៃនេះយើងគ្មានពេលប្រយុទ្ធគ្នាឯងបែបនេះទេយើងត្រូវការពារអធិបតេយ្យភាពរបស់យើងនៅថ្ងៃប្រហ័សនេះគណៈកម្មការព្រឹទ្ធសភាទទួលបន្ទុកក្រមសីលធម៌នយោបាយបានប្រកាសថាពួកគេនឹងប្តឹងទៅតុលាការកំពូលនិងគណៈកម្មការប្រឆាំងអំពើពុករលួយជាតិដើម្បីដកតំណែងនាយករដ្ឋមន្ត្រីលោកស្រីផែថងឋានស៊ីនវត្រាគណៈកម្មការនេះបានចាត់ប្រកាន់ថាលោកស្រីនាយករដ្ឋមន្ត្រីបានដោះស្រាយបញ្ហាជម្លោះព្រំដែនថៃកម្ពុជាមិនបានត្រឹមត្រូវជាពិសេសពាក់ព័ន្ធនឹងការសន្ទនារបស់លោកស្រីផែថងឋានក្នុងកិច្ចសន្ទនាបែកធ្លាយជាមួយអតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោហ៊ុនសែន